ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីមើមកុមារពេជ្របាទនោះមើមរបស់វាមើមកុមារពេជ្រនេះសន្តានរបស់វាគឺវាដុះនៅលើថ្មដុះនៅលើថ្មនៅលើដីស្ងួតៗណាបាទហើយចង់បង្ហាញថ្ងៃហ្នឹងដោយសារតែគឺមានគ្រប់គ្រឿងទាំងម្ដងហើយនេះផ្ការបស់វាផ្កាមើមកុមារពេជ្រមើមកុមារពេជ្រហ្នឹងផ្កាវារបៀបអញ្ចឹងបងប្អូនណាបាទផ្កាវារបៀបអញ្ចឹងនេះជាកញ្ចុំចឹងទៅនេះផ្ការបស់វាហើយខាងនេះមើមរបស់វាជាមើមនេះអាចមានទម្ងន់រហូតទៅដល់100គីឡូជាង200គីឡូអីចឹងណាបាទហើយនេះស្លឹករបស់វានេះស្លឹករបស់វាគឺអញ្ចឹងស្តៀងបក្រុងដែរស្តៀងបក្រុងស្តៀងឈុកគោកបាទឈុកគោកវាដុះនៅក្នុងដីហើយដល់ពេលមកខាងនេះគឺផ្លែរបស់វានេះផ្លែមើមកុមារពេជ្របងប្អូនឃើញទេនេះមកតងផ្លែវាចឹងទៅដល់ហ្នឹងវាផ្លែជាកញ្ចុំបាទវាផ្លែជាកញ្ចុំនឹងទូចហ្នឹងឯងប៉ិនអរេណែក្របស្ដែកហ្នឹងហើយនៅពេលដែលនៅទូចវានៅខ្ចីពណ៌វាខៀវដល់ពេលទុំទៅពណ៌វាក្រហមអញ្ចឹងណាពណ៌ក្រហមអាហ្នឹងមើមកុមារពេជ្រឬក៏គេហៅថាលោកគ្រូពេជ្រស្ដាច់ថ្នាំអញ្ចឹងណាខ្ញុំយកមកដាក់ម្ដុំអញ្ចឹងទៅវាដុះជាវល្លិអញ្ចឹងទៅហើយភាគច្រើនយកមកនេះគឺគោលបំណងចែកជូនលោកគ្រូអ្នកគ្រូឱសថបុរាណមួយចំនួនដែលគាត់ចេះផ្សំថ្នាំអញ្ចឹងក៏ជាវយកទៅផលិតជាថ្នាំតអញ្ចឹងណាដោយសារខ្ញុំនៅតំបន់ភ្នំកលែនហ្នឹងភាគច្រើនគឺពូខ្ញុំមានអស់ហ្នឹងអញ្ចឹងណាហើយបញ្ជាក់ជូនបងប្អូនដែរថាប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ព្យាបាលជំងឺដូចជាក្រពះពោះវៀនឬដងបាតរលាកថ្លើមរលាកសន្លាក់រោគស្ត្រីថ្នាំសរសៃខ្ចីថ្នាំជួយសុខភាពផ្លូវភេទដែលចុះខ្សោយមិនថាបុរសមិនថាស្ត្រីណាខាងខ្ញុំមានបាទខាងខ្ញុំឱសថបុរាណខ្មែរសញ្ញាថ្នោត5ដើមបងប្អូនស្គាល់ខ្ញុំហើយមួយចំនួនធំទាំងនៅក្នុង channel YouTube ទាំងនៅក្នុង page ថ្នោត5ដើមទាំងនៅក្នុង TikTok បាទនៅក្នុង TikTok ហ្នឹងក៏មានដែរបងប្អូនណាបាទអញ្ចឹងចង់បង្ហាញជូនបងប្អូនប៉ុណ្ណឹងយើងនឹងមានអីផ្សេងទៀតយើងជួបគ្នាបន្តហើយប៉ះសិនបើបងប្អូនពេញចិត្តស្រឡាញ់រាប់អានកុំភ្លេចជួយ like និងជួយ share មួយផងបងប្អូនណាសូមអរគុណបាទសូមជម្រាបលា